តទៅនឹងរបាយការណ៍សង្ខេបរបស់គណៈបកកម្លាំងជាតិចំណុចទី1តទៅនឹងរចនាសម្ព័ន្ធរចនាសម្ព័ន្ធនៅក្នុងខេត្តកំពតយើងមាន93ឃុំសង្កាត់យើងមានស្រុក9ក្រុងស្រុកនៅទូទាំងខេត្តកំពតសម្រាប់ការរៀបចំរចនាសម្ព័ន្ធដឹកនាំនៅក្នុងខេត្តកំពតគណៈបកកម្លាំងជាតិបានរៀបចំក្រុមការងារបណ្ដោះអាសន្នដឹកនាំខេត្តបានរួចរាល់ចំណែកការរៀបចំរចនាសម្ព័ន្ធក្រុងស្រុកយើងរៀបចំបានរួចរាល់ទាំង9ក្រុងស្រុកសម្រាប់រចនាសម្ព័ន្ធដឹកនាំនៅក្នុងខេត្តកំពតការរៀបចំរចនាសម្ព័ន្ធឃុំសង្កាត់ការរៀបចំរចនាសម្ព័ន្ធឃុំសង្កាត់យើងចាប់ផ្ដើមរៀបចំឥឡូវនេះបានចំនួន58លើ93ឃុំសង្កាត់យើងនៅខ្វះ35ឃុំសង្កាត់ទៀតការរៀបចំរចនាសម្ព័ន្ធឃុំសង្កាត់នេះសំខាន់ហើយយើងនឹងបន្តរៀបចំឲ្យបាន 100% នៅចុងឆ្នាំ2026នេះទី2ការលើកស្លាកសញ្ញារបស់គណៈបកកម្លាំងជាតិបានរៀបចំការលើកស្លាកបានចំនួន38ស្លាកមានទាំងធំទាំងតូចនេះគឺជារបាយការណ៍សង្ខេបទាក់ទងទៅនឹងរចនាសម្ព័ន្ធក៏ដូចជាការលើកស្លាករបស់គណៈបក